សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងមកបន្តភាគទី6របស់យើងទៀតតែមកចូលសាច់រឿងរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច Subscribe Like Comment និងដាក់សញ្ញារូបបណ្ដឹងឲ្យខ្ញុំផងណាអញ្ចឹងកុំឲ្យខាត់ពេលយូរអញ្ចឹងយើងចូលសាច់រឿងរបស់យើងទៅយើងក៏បានឃើញថាគីចុងក៏បានផឹកស៊ូជួជាមួយនឹងមិត្តភ័ក្តិរបស់នេះដើម្បីនិយាយគ្រឿងក្នុងចិនប្រាប់ទៅកាន់ជីញ៉ុងដល់ជីញ៉ុងបានសួរទៅកាន់គីចុងថាតើឯងចូលចិត្តវាមិនមែនតែដែលខ្លាចជាគ្រូបង្រៀនតែខ្ញុំចង់មានន័យថាអ្នកគ្រូចុងយើងក៏បានប្រាប់ទៅកាន់ជីញ៉ុងទាំងស្វឹងថាប្រកបណាស់ខ្ញុំចូលចិត្តធ្វើវាចង់សម្ដៅទៅកាន់ចង់ខ្លាចជាគ្រូបង្រៀនអីចឹងហើយក៏បន្តទៀតថាក្មេងបច្ចុប្បន្នស្រឡាញ់ណាស់ហើយម្យ៉ាងវិញទៀតការខ្លាចជាគ្រូបង្រៀនបច្ចុប្បន្នកំ pl ែងណាស់វាក៏សំខាន់ផងដែរអាចធ្វើវាដោយខ្លួនឯងហើយគីសុងឥឡូវនេះខ្ញុំគឺមិនបានបងលុយតិចតួចផងដែរគឺតិចតួចខ្លាំងណាស់ជាងយើងក៏បានសួរទៅកាន់គីចុងថាហេតុអ្វីអ្នកនៅតែទទួលនិយាយអំពីគីសុងពួករបស់នាងអញ្ចឹងឯងគ្រាន់តែទុកគេចោលនៅផ្ទះមីនរបស់ឯងទៅតែខ្ញុំអាចធ្វើបែបនោះបានដោយរបៀបណាហេមកផ្ដោតយោបល់អីបែបហ្នឹងគេស្រឡាញ់បងគេចោលងាប់ហើយនេះនៅតែបន្តនិយាយតែងក់នឹងទៅថាតើឯងគ្មានកំណត់អីខ្លះទេមែនអ្វីដែលខ្ញុំបានធ្វើនៅក្នុងផ្ទះនោះខ្ញុំនៅតែបន្តធ្វើជាក្រុមរៀនរហូតដល់ខ្ញុំអាចសមមនោរួចរាល់ហើយក៏នាំគីសុងនឹងចាក់ចេញពីទីនោះកាន់មកកាន់បច្ចុប្បន្នវិញមកទៅពីការសម័យរបស់គីសុងធ្វើឲ្យនឹងឈឺក្បាលខ្លាំងណាស់នេះនៅតែបន្តនិយាយប្រាប់ទៅកាន់អ៊ីនស៊ុបថាខ្ញុំគ្មានកំណត់អ្វីទាំងអស់ម្ដាយរបស់ស៊ីអ៊ូនៅតែចាប់ប្រកាន់មកកាន់ខ្ញុំថាខ្ញុំនឹងរំលោភបំពានលើកុមារខ្ញុំមិនដែលដាក់ម្រាមដៃទៅលើកុមារសម្បីតែម្ដងខ្ញុំស្បត់នឹងព្រះខ្ញុំហ៊ានស្បត់អ៊ីនស៊ុបនៅតែបន្តអង្គុយយ៉ាងយកចិត្តទុកដាក់ដើម្បីស្ដាប់នឹងបញ្យល់ប្រាប់គាត់យល់ថាប៉ែកហ្នឹងអង្គុយថ្មឹងបដ ாய் យល់គេស្អាត clean គ្រប់ពេលវេលានេះនៅតែបន្តស្មុគស្មាញដោយមិនដឹងថាគួរតែធ្វើអ្វីទេនឹងគិតចង់ផ្ទុះខួរក្បាលហើយនេះបានមើលទៅកាន់គាត់ដោយមានភាពតក់ស្លុតដូចជាមានសម្ពាធច្រើនខ្លាំងណាស់អ៊ីនស៊ុបក៏បានសួរទៅកាន់គីចុងថាតើអ្នកគិតថានេះគឺពីព្រោះតើអ្នកមកសាលាតិចតួចជារៀងរាល់ដងមែនចឹងមានន័យថាប្រហែលថ្ងៃកន្លងមកនេះបានប្រាប់គាត់ថាតែខ្ញុំមិនមានន័យបែបនោះទេយ៉ាងណាមិញខ្ញុំមិនគួរមករកអ្នកទេហើយក៏មិនគួរចាត់ប្រធានការផ្លូវច្បាប់នោះឡើយនេះគឺជាកំហុសរបស់ខ្ញុំប្រកាសថានឹងមានពាក្យចចាមអារម្មណ៍ជាច្រើនរីករាយដល់ពេញនឹងហើយឥឡូវនេះគាត់នៅតែបន្តអង្គុយស្ដាប់ហើយនឹងមើលទៅកាន់នាងដោយយកចិត្តទុកដាក់ដឹងថានាងនឹងមានបញ្ហាផ្លូវចិត្តផងដែរឲ្យមានមិនបើអាណាព្យាបាលសិស្សនឹងមករករឿងនាងជារៀងរាល់ថ្ងៃផ្ញើសារផងអីផងដាក់សម្ពាធនាងគ្រប់ពេលវេលាតែម្ដងនាងនៅតែបន្តនិយាយទាំងទុកមុខភ័យខ្លាចនឹងមិនអាចករណីបានដល់និយាយថាតើទាំងនោះខ្ញុំបានរំលោភបំពានលោកកុមារមែនតែនោះគឺមិនមែនទេហើយឥឡូវនេះសាលាផ្សេងលេងត្រូវការខ្ញុំទៀតហើយក៏គ្មាននរណាម្នាក់ជួខ្ញុំដែរលៀមនឹងដែរអ៊ីនស៊ុបបានហៅឈ្មោះនាងឡើងពី3ដងដើម្បីដល់ស្មារតីនាងឡើងដោយនាងថាអ្នកនាងហ្គោក៏បានប្រាប់ទៅកាន់នាងថាដើម្បីប្រយោជន៍របស់អ្នកខ្ញុំគ្មានអ្វីក្រៅពីទៅសាលារៀនរបស់អ្នកនោះឡើយអ្នកប្រហែលត្រូវបានគេប្រព្រឹត្តមិនយុត្តិធម៌ទៅកាន់អ្នកហើយអញ្ចឹងហើយខ្ញុំចង់ជួយអ្នកនិយាយពីថានិយាយពីនឹងទៀតហើយចាពីនឹងប្រហែលគាត់បង្កប់អត្ថន័យអញ្ចឹងមិនមែនចេះតែចង់ជួយ free អញ្ចឹងទេគាត់ក៏បាននិយាយទៅកាន់គេចង់ថាអ្នកគួរតែបន្តអាណាព្យាបាលទាំងនោះទៅវាគឺជាកំហុសរបស់ពួកគេតើពេលគាត់និយាយពីបែបហ្នឹងហើយអ្នកទាំងអស់គ្នាគួរតែយល់ហើយណាមែនអត់អញ្ចឹងហើយគាត់អាចនឹងធ្វើអ្វីទៅកាន់អាណាព្យាបាលទាំងហ្នឹងបានពិសេសជាងគេគឺអ្នកស្រីមាត់ច្រើននឹងឯងត្រៀមតែខ្លួនទៅយប៉ែហ្នឹងគាត់នៅតែបន្តនិយាយទៅកាន់នាងថាគេគឺជាអ្នកចាប់ប្រកាន់មកកាន់នាងអញ្ចឹងហើយអ្នកក៏មិនទោសខ្លួនឯងអីនាងក៏បានសុំទោសទៅកាន់គាត់ដោយសារតែខ្ញុំធ្វើការច្រើនពេកហើយខ្ញុំក៏ដឹងថាអ្នកព្យាយាមជួយខ្ញុំផងដែរវាគឺមិនអីទេអ្នករកគ្នាដឹងថាអ្នកគ្មានកំហុសនោះឡើយវាប្រហែលជាត្រូវការពេលវេលាខ្លះដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់នាងបន្ទាប់ពីនាងលើបែបនេះវាធ្វើឲ្យនាងមានក្តីសង្ឃឹមជាខ្លាំងប៉ុន្តែខ្ញុំហ៊ានសន្យាបែបនោះខ្ញុំនៅមិនឃើញវាបែបនេះឡើយយកប្រូខ្ញុំពិតជាអរគុណលោកខ្លាំងណាស់បន្ទាប់ពីការសន្ទនាបានបញ្ចប់គាត់ក៏បានឆុងតែទៅកាន់នាងភ្លាមនោះនាងបានអង្គុយគិតអំពីរឿងអ្វីម្យ៉ាងដោយសារតែនាងមានចង្អុលខ្លាំងពេកក៏បានសួរទៅកាន់អ៊ីនស៊ុបថាហេតុអ្វីបានជាលោកនិយាយថាខ្ញុំគឺជាពលឺអញ្ចឹងបន្ទាប់ពីគាត់លឺសំណួរនាងសួរមកកាន់គាត់បែបនេះធ្វើឲ្យគាត់រៀងឆ្ងល់បន្តិចដែរប៉ុន្តែតើលោកចង់មានន័យបែបណាចំពោះពាក្យសម្ដីលោកដែលបាននិយាយមកកាន់ខ្ញុំបែបនោះអូវាគ្មានអ្វីនោះទេកុំយកចិត្តទុកដាក់អីប៉ុន្តែអ្នកគឺប្រៀបបានដូចទៅជាគាត់បានស្រមៃអំពីនីលកាឬក៏បិចភ្នំនោះដោយប្រៀបធៀបនាងអញ្ចឹងប៉ុន្តែគាត់មិនប្រកាសនោះឡើយគាត់នៅតែនិយាយទៅកាន់នាងថានាងមើលទៅនៅតែស្រស់ស្អាតនិងភ្លឺចាញ់ចឹងដូច្នេះអ្នកនាងមិនគួរអនុញ្ញាតឲ្យអ្នកដទៃប្រព្រឹត្តមិនល្អចំពោះអ្នកនាងឡើយសុភាពបរិសុទ្ធរបស់យើងមិនទៅពីប្រើពីសម្ដីផ្អែមល្ហែមទៅកាន់នាងធ្វើនេះយិនមកកំហំជាខ្លាំងបណ្ដានេះធ្វើខ្លួនមិនត្រូវនោះឡើយដល់និយាយប៊ីបឺនឹងឯងខ្ញុំសំបីតែអ៊ីនស៊ូក៏កាន់នឹងទង្វើរបស់នាងផងដែររួចនាងក៏បានសួរទៅកាន់គាត់ថាតើខ្ញុំអាចប្រើកំណត់ត្រារដ្ឋបាលរបស់ខ្ញុំបានទេដើម្បីបង្ហាញភាពត្រឹមត្រូវរបស់ខ្ញុំបានកត់ត្រាសម្បីតែមេរៀននិងការប្រយុទ្ធរវាងសិស្សរបស់ខ្ញុំផងដែរគាត់បានសំណើទៅកាន់នាងរួចក៏បានញញឹមដោយសារតែលើពីសម្ដីបែបនេះគាត់ក៏បាននិយាយថាវានឹងមានប្រយោជន៍ប្រសិនបើអ្នកមានវាអស្ចារ្យណាស់កាន់មកកន្លែងសាលារៀនយើងវិញយើងក៏បានឃើញថាគ្រូអាណាព្យាបាលនៅតែខុសពីនាងដល់និយាយពីអាក្រក់ទៅកាន់នាងស្បីតែអ្នកខមមិនក៏បានខមមិនអាក្រក់ពីនាងផងដែរស្បីតែអ្នកធ្វើការជាមួយនាងក៏គេបាននិយាយថានាងមើលទៅពិតជាគួរអាណិតណាស់អ្នកគ្រូហ្គោគាត់គឺជាមនុស្សចិត្តល្អទោះជាយ៉ាងណាក៏ដោយមិនថាមាននរណាម្នាក់និយាយអាក្រក់ពីនាងក៏នាង
មកបានខ្វល់ផងដែរភ្លាមនោះក៏មានអ៊ំចាស់ម្នាក់បានមករកនាងដោយម្នាក់នោះគឺជាអាណាព្យាបាលដឹងថាជាអាណាព្យាបាលឬក៏ជាគ្រូបង្រៀនជាមួយនឹងអ្នកគ្រូយើងដែរហើយ admin sorry ផងណាបន្ទាប់មកពួកគេក៏បានមកសន្ទនាជាមួយគ្នាដោយអ្នកគ្រូចុងបាននិយាយថាខ្ញុំហ៊ានស្បត់ថាខ្ញុំមិនដែលធ្វើបាបសិស្សនោះឡើយពួកគេបានលេងជាមួយគ្នាដោយពួកគេបានយកកំបិតយកមកលេងដោយខ្លួនឯងហើយខ្ញុំគ្រាន់តែមកហាមឃាត់ដោយនិយាយថាវាគឺគ្រោះថ្នាក់ដែរប៉ុណ្ណឹងទេដូច្នេះយល់ដែរទេយល់ខ្លះទេយល់ខ្លះទេអ៊ំស្រីចាស់នោះបាននិយាយថាខ្ញុំដឹងថាអ្នកមិនមែនជាមនុស្សប្រភេទបែបនោះឡើយម្ដងហើយនៅសួរអញ្ចឹងទៀតហត់ម៉េចប៉ុន្តែខ្ញុំគ្រាន់តែចង់សួរអ្នកថាតើអ្នកបានធ្វើអ្វីទៅកាន់ឪពុកម្ដាយដែលបណ្ដាលឲ្យពួកគេនឹងមានភាពអន់ចិត្តចង់និយាយថានាងមានតែបានធ្វើស្អីពួកគេបើនាងនៅតែនាងនឹងដោយសារតែគេរញ៉េញ៉ៃនាងខ្លាំងពេកនាងក៏បានផ្ដាស់ទៅបន្ទាប់ពីនាងបានលើបែបនោះធ្វើឲ្យនាងមានការកៀងជាខ្លាំងថែមទាំងហួសចិត្តទៀតផងខ្ញុំចង់បានន័យថាវិជាការពិតដែលថាឪពុកម្ដាយខ្លះអាចនឹងពិបាកប៉ុន្តែពួកយើងមិនដែលមានបញ្ហាបែបនេះក្នុងរយៈពេល5ឆ្នាំនៅពេលដែលអ្នកស្រីបានមកនៅទីនេះខ្ញុំមិនបាននិយាយថាអ្នកមានកំហុសនោះឡើយខ្ញុំគ្រាន់តែមានការព្រួយបារម្ភប៉ុណ្ណោះដោយលើបែបនោះធ្វើឲ្យនាងក្តាប់ដៃយ៉ាងណែនហើយប្រសិនបើចំនួននេះនៅតែបន្តទៀតនោះវានឹងពិបាកសម្រាប់ពួកយើងក្នុងការបន្តកិច្ចសន្យារបស់អ្នកស្រីគោបានយកពីអ្វីដែលខ្ញុំបាននិយាយដែរទេចេញមកគម្រាមហ្មងអ៊ំស្រីប្រសិនបើអ្នកចង់ឲ្យរឿងនេះឆាប់ចប់អ្នកគ្រាន់តែសុំការអភ័យទោសពីនាងទៅប្រសិនបើអ្នកធ្វើបែបនោះខ្ញុំប្រកាសណាស់ថាម្ដាយស៊ីអូនឹងដកពាក្យបណ្ដឹងរបស់នាងចេញអ៊ីហីអូខេសំទោសយ៉ាងម៉េចបងនាងមិនបានខកផងហ្នឹងកាត់មកពេលល្ងាចវិញយើងក៏បានឃើញថាម្ដាយរបស់ស៊ីអូបានមករកនាងដោយម្ដាយរបស់ស៊ីអូបាននិយាយថាតើអ្នកបានទទួលការហៅពីស្ថានីយ៍ប៉ូលីសឯមែនទេដូច្នេះអ្នកគួរតែទទួលស្គាល់ថាខ្លួនឯងបានធ្វើខុសដូច្នេះអ្នកស្រីគួរតែពិចារណាអំពីការផ្ដង់ភ្លាមទៅប្រសិនបើអ្នកស្រីធ្វើបែបនោះខ្ញុំអាចនឹងចិត្តល្អនឹងទូរឿងនេះមួយឡែកបានដែរនិយាយចេញមកគាត់ថាខ្លួនឯងនឹងត្រឹមត្រូវណាស់អញ្ចឹងតែដែលខ្លួនឯងជាអ្នកបង្កបញ្ហាខ្លួនឯងសោះហ្នឹងមិនចាប់ប្រកាន់គេអ្នកគ្រូចុងក៏បានប្រាប់ទៅកាន់ម្ដាយស៊ីអូថាខ្ញុំបានប្រាប់អ្នកឲ្យតែខ្ញុំមិនបានធ្វើខុសទេម្ដាយស៊ីអូក៏បានសម្លុតទៅកាន់គេចុងថាចោះហេតុអ្វីបានជាអ្នកទៅជួបមេធាវីនោះអញ្ចឹងចេះស្ដាយអ្នកថែមទាំងដាក់ពាក្យបណ្ដឹងមកកាន់ខ្ញុំទៀតផងអ្នកគ្រូចុងយើងក៏បានតបពីព្រោះខ្ញុំបានតស៊ូអ្នកស្រីមាត់ច្រើនហ្នឹងបានតបទាំងខឹងថាស្អីគេដោយសារតែខ្ញុំនឹងចូលចិត្តក្មេងខ្ញុំចូលចិត្តការងារនេះហើយខ្ញុំចង់បន្តធ្វើការងារដែលជាគ្រូបង្រៀននេះហើយខ្ញុំក៏បានព្យាយាមមើលថែស៊ីអ៊ូផងដែរហើយខ្ញុំគិតថាអ្នកក៏បានដឹងរួចហើយផងដែរថាខ្ញុំមិនដែលធ្វើបាបសិស្សនោះឡើយដូច្នេះសូមមេត្តាអ្នកកុំបញ្ឈប់ការងារតែមួយនេះរបស់ខ្ញុំបានទេអ្នកស្រីមាត់ច្រើនហ្នឹងក៏បានតបទាំងខឹងថាអ្នកស្រីគោតើអ្នកគឺកំពុងគិតថានេះគឺជាកំហុសរបស់ខ្ញុំមែនទេស្រាប់តែនាងក៏បានសម្លុតទៅកាន់អ្នកគ្រូចុងយើងដល់និយាយថាទាំងនោះខ្ញុំជាមនុស្សអាក្រក់មែនតែខ្ញុំមិនបាននិយាយបែបនោះទេខ្ញុំគឺអ្នកបាននិយាយថាអ្នកចង់រស់នៅក្នុងជីវិតដ៏សុខស្រួលដែលជាគ្រូបង្រៀនប៉ុន្តែអ្នកកំពុងតែតស៊ូដោយសារតែមនុស្សអាក្រក់មួយចំនួនមែនទេដូច្នេះនោះហើយជាមូលហេតុដែលអ្នកចង់ប្តឹងមកកាន់ខ្ញុំសុំទោសផងខ្ញុំមិនរីករាយទេអ្នកគ្រូចុងយើងក៏បានតទៅវិញថាល្អណាស់ហើយអ្នកស្រីមាត់ច្រើនក៏ឆ្ងល់ដែរដោយនិយាយថាស្អីគេអ្នកគ្រូចុងយើងក៏បានឆ្លើយទៅកាន់អ្នកស្រីមាត់ច្រើននឹងទាំងខឹងហើយលេងជាមួយនឹងទឹកភ្នែកថាខ្ញុំមិនបានខុសអ្វីនោះទេរឿងយើងក៏បានចោលតែត្រឹមនេះសូមរងចាំនៅភាពបន្ត